Sisterly Talks ជំរាបសួរលោកស្រីចាំដិតចាលោកស្រីចាំដិតថ្មីនេះខ្ញុំលើកសូរថាមានអ្នកកើតជំងឺក្រពេញទារ៉ូអ៊ីតច្រើនណាចង់ដឹងថាក្រពេញទារ៉ូអ៊ីតហ្នឹងគឺជាអីហើយមូលហេតុអីបានជាកើតច្រើនយ៉ាងហ្នឹងចាជាការពិតគឺក្រពេញទារ៉ូអ៊ីតហ្នឹងកើតឡើងចម្លែកកាលពី2-3ឆ្នាំមុនគឺក្នុងមួយខែឃើញតែ 4-5 នាក់ឯងតែឥឡូវនេះក្នុងមួយថ្ងៃអាចឃើញមាន 4-5 នាក់ហើយ 4-5 នាក់ហ្នឹងមិនមែនឈឺតិចតួចទេគឺឈឺដល់កំណត់មួយដែលយើងត្រូវធ្វើការព្យាបាលជាបន្ទាន់ឬមួយក៏ត្រូវធ្វើការវះកាត់ក៏មានដែរចាអរគុណលោកស្រីចាំដិតក្រពេញទារ៉ូអ៊ីតនោះវានៅត្រង់ណានៃដងខ្លួនរបស់មនុស្សចាក្រពេញទារ៉ូអ៊ីតហ្នឹងវានៅត្រង់បំពង់ករបស់យើងផ្នែកខាងក្រោមហើយនៅពីខាងលើឆ្អឹងដងកបិតហ្នឹងគឺនៅត្រង់ហ្នឹងហើយវាអោបបំពង់ខ្យល់ពីខាងក្រៅវាអត់មាននៅខាងក្នុងទេនៅខាងក្រៅបំពង់ខ្យល់ដោយប្រប្រក់អោបដើមខ្នោតអញ្ចឹងចាហើយបើសិនជាយើងមើលទៅគឺវាអោបបំពង់ខ្យល់គឺកន្លែងដែលយើងដកដង្ហើមចូលទៅក្នុងសួតហ្នឹងគឺវាអោបដោយប្រប្រក់អោបដើមខ្នោតព័ទ្ធជុំវិញបំពង់ខ្យល់ហើយវាមានផ្នែកខាងឆ្វេងមួយផ្នែកខាងស្ដាំមួយហើយនឹងអាស្ពានកណ្ដាលមួយចាហើយក្រពេញមួយហ្នឹងវាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងខួរក្បាលហ្នឹងមានពីរផ្នែកទៀតគឺផ្នែកខាងលើគេហៅ hypothalamus ហើយផ្នែកមួយទៀតគេហៅ pituitary gland អញ្ចឹងពីរផ្នែកនៃខួរក្បាលហ្នឹងវាគ្រប់គ្រងទៅលើក្រពេញទារ៉ូអ៊ីតហ្នឹងចាតាមភាសារបស់លោកស្រីជាបណ្ឌិតអំបញ្ញមិញបង្ហាញឲ្យឃើញថាក្រពេញទារ៉ូអ៊ីតនោះវាមានរហូតដល់ខួរក្បាលឯណានៃទៀតនោះចង់ដឹងទូនាទីរបស់វានោះវាធ្វើអីខ្លះបានរហូតទៅដល់ខួរក្បាលនោះមានក្រពេញទារ៉ូអ៊ីតនោះណែនងជាមួយផងអូខេក្រពេញទារ៉ូអ៊ីតហ្នឹងវាគឺជាក្រពេញមួយដែលផលិតអរម៉ូនគេហៅ T3 និង T4 អរម៉ូន T3 T4 ហ្នឹងវាមានតួនាទីសំខាន់ខ្លាំងជាងគេបង្អស់តាំងពីក្បាលដល់ចុងជើងតាំងពីក្នុងដល់ក្រៅតាំងពីខួរឆ្អឹងរហូតដល់ស្បែកសក់ក្រចកគ្រប់យ៉ាងហ្នឹងគឺវាបញ្ជាឲ្យកោសិកាទាំងអស់ហ្នឹងផលិតថាមពលចិញ្ចឹមជីវិតផលិតថាមពលផងផលិតកម្ដៅផងហើយគឺវាយកស្ករយកខ្លាញ់យកសាច់ទៅបំបែកធ្វើថាមពលហើយយកទៅចិញ្ចឹមរាងកាយទាំងមូលអញ្ចឹងទាំងអស់គ្នាខ្ញុំចង់សូមឲ្យជួយមើលរូបនេះគឺជាក្រពេញទារ៉ូអ៊ីតហើយវានៅក្រោមបញ្ជារបស់ក្រពេញមួយគេហៅ pituitary gland នៅត្រង់ហ្នឹងបាតខួរក្បាលហើយនឹងក្រពេញមួយទៀតនៅកណ្ដាលខួរក្បាលហើយវាផលិតថាមពលដើម្បីចិញ្ចឹមបេះដូងចិញ្ចឹមខួរក្បាលខ្លួនឯងចិញ្ចឹមរាងកាយយើងទាំងអស់ទាំងសរីរាង្គភេទបុរសសរីរាង្គភេទស្ត្រីកាពះថ្លើមប្រមាត់ពោះវៀនសួតសក់កញ្ចក់ស្បែកគឺគ្រប់កន្លែងទាំងអស់មិនមានសរីរាង្គណាមួយដែលអាចផលិតថាមពលចិញ្ចឹមរាងកាយរបស់ខ្លួនបើសិនជាគ្មានអរម៉ូនក្រពេញទារ៉ូអ៊ីតនឹងទៅភ្ញួចទៅប្រាប់ជាព័ត៌មានថាអ្នកឯងត្រូវផលិតថាមពលចិញ្ចឹមរាងកាយហើយវាមិនមែនគ្រាន់តែភ្ញួចឲ្យយើងផលិតទេវាក៏ចេះបញ្ឈប់យើងកុំឲ្យផលិតដែរឲ្យយើងសម្រាកដែរហើយវាគ្រប់គ្រងថាពេលណាត្រូវការថាមពលប្រមាណឧទាហរណ៍ថាយើងអង្គុយស្ងៀមដេកស្ងៀមគឺវាអត់ភ្ញួចច្រើនទេវាឲ្យផលិតតិចតែបើយើងចាប់ផ្ដើមធ្វើសកម្មភាពដូចថាយើងកំពុងទៅហាត់ប្រាណអញ្ចឹងមុនដំបូងយើងកម្ដៅខ្លួនពេលដែលយើងចាប់ផ្ដើមកម្ដៅខ្លួនគឺក្រពេញទារ៉ូអ៊ីតចាប់ផ្ដើមដំឡើងអញ្ចឹងពេលដែលយើងធ្វើសកម្មភាពហ្នឹងគឺវាឡើងបន្តិចម្ដងពេលដែលយើងហាត់ប្រាណចប់ហ្នឹងគឺយើងត្រូវពន្លត់ម៉ាស៊ីនហ្នឹងម្ដងបន្តិចមិនមែនថាយើងឈប់ហាត់ហើយភ្លាមយើងឈប់ភ្លាមទេអញ្ចឹងនឹងក៏ជាតួនាទីក្រពេញទារ៉ូអ៊ីតដែរអញ្ចឹងគឺផលិតថាមពលចិញ្ចឹមរាងកាយគ្រប់គ្រងកម្ដៅហើយគ្រប់គ្រងថាពេលណាផលិតពេលណាឈប់ហើយពេលណាផលិតច្រើនប៉ុណ្ណាពេលណាផលិតតិចប៉ុណ្ណាដូច្នេះក្រពេញហ្នឹងវាជាអ្នកធ្វើឲ្យយើងមានប្រតិបត្តិការខួរក្បាលល្អគ្រប់គ្រងល្អបញ្ជាល្អគិតល្អរៀនពូកែបេះដូងយើងក៏ដូចគ្នាគ្រងឆ្អឹងយើងសាច់ដុំយើងនិយាយរួមតាំងពីក្បាលដល់ចុងជើងគឺរាងកាយរបស់យើងអត់មានកន្លែងណាមួយអសកម្មចា៎អត់មានកន្លែងណាមួយត្រជាក់អត់មានកន្លែងណាក្តៅគឺស្មើគ្នាទាំងអស់ចា៎ហើយក្រៅពីនោះគឺវាទ្រទ្រង់ប្រាជ្ញានិងស្មារតីរបស់មនុស្សកុំឲ្យយើងកើតជំងឺបាក់ទឹកចិត្តកុំឲ្យយើងកើតជំងឺឆេវឆាវចាអរគុណលោកស្រីចិត្តនៅតាក់ទងជាមួយនឹងករណីដែលក្រពេញទារ៉ូអ៊ីតនឹងបំពេញតួនាទី
mình bàn là nó miền phò bạc bò ấy khá hay việc cả là nơi chung người ấy khá chia đồng bốn dân cua này vậy ông pi prop hết chung ngữ rồi bọc rồi bên tiêu ít chung ngữ rồi bọc rồi bên tiêu ít miền Sri Sáng nâng miền Ram Rai Sri Sáng nâng cứ chung ngữ rồi bọc rồi bên tiêu ít đại nghe phía bá tại buôn pram ngay từ mùa tết nâng cứ chỉ cứ dân rồi liệt rồi bên tiêu ít đại bẩn đám ông pi này rồi bên nô cái bị rốt sinh nhá chưa các bạn đã luôn đôi những cái dân cái covid rồi của dân rồi liệt suốt ấy thòm mà đa rồi liệt bông bông co ấy thòm mà đá miền lơ mùi cứ dân bạc việt tự chủ bạc bạn chưa hay bị ảnh ham bị ảnh vào chẳng bên nâng bên để dân thua tay tất khơi thì dân cũng bung rồi liệt rồi bên tiêu ít đời xa mì rốt ở vậy muối nâng cứ dân đã làm chia lường đôi mình trăm bài chạy tôn chỉ muối nâng ngại cái tê chả hay nơi sau cái bên đại chư ram ray nâng cứ prophet pi giang đại dân cọp sùng có khơi cả chỉ nhận nhọn cứ cái bên nâng thua cá khẳng pết nâng cái bên nâng về thua cá sau pết chẳng cái bên nâng khẳng pết rồi cái sau pết vì miền bu là hạt tràn phần tay bu là hạt muối đại cũng bung rì rì đá hơi mình được ở đằng luôn nâng cứ cái hai autoimmune thyroiditis rồi muối có cái hai thái Hashimoto chung ngữ Hashimoto thyroiditis nâng phía tràn về cứ chỉ propon cà phê riêng cái đại bằng phai luôn ai hai vì miềnประวัติរបស់វាផ្លាស់ប្ដូរចាប់ផ្ដើមឡើងដំបូងគឺមនុស្សហ្នឹងដូចជាក្រពេញហ្នឹងធ្វើការខ្លាំងចឹងដោយសារអីដោយសារនៅពេលដំបូងហ្នឹងគឺប្រព័ន្ធការពាររាងកាយយើងហ្នឹងទៅបំផ្លាញក្រពេញរបស់យើងហ្នឹងគឺផលិតអរម៉ូនហើយពេលផលិតអរម៉ូនបានវាទុកនៅក្នុងថង់វាតូចអញ្ចឹងនៅពេលដែលប្រព័ន្ធការពាររាងកាយហ្នឹងទៅបំផ្លាញថង់ហ្នឹងវាបែកអញ្ចឹងទៅវាក៏ពុកអាអរម៉ូនហ្នឹងចូលក្នុងឈាមអញ្ចឹងហាក់បីដូចជាអាអរម៉ូនហ្នឹងច្រើនខ្លាំងមែនតើប៉ុន្តែនៅពេលដែលគេព្យាបាលដាក់ថ្នាំបញ្ឈប់ការផលិតអរម៉ូនមួយរយៈខ្លីហើយគាត់ជួននឹងពេលដែលប្រព័ន្ធការពាររាងកាយវាបានបំផ្លាញក្រពេញនឹងអស់ហើយបែកថង់ស្តុកអរម៉ូននឹងអស់ហើយអញ្ចឹងទៅក៏លែងមានអរម៉ូនអញ្ចឹងគេហៅក្រពេញទីរ៉ូអ៊ីតហ្នឹងវាចុះក្នុងដំណាក់កាលមួយទៀតគឺយើងខ្សោយក្រពេញទីរ៉ូអ៊ីតម្ដងអញ្ចឹងបានពេលដែលព្យាបាលក្រពេញទីរ៉ូអ៊ីតត្រូវមើលឲ្យច្បាស់ថាតើវាជា Hashimoto thyroiditis ឬមួយវាខ្សោយធម្មតាតាមរបៀបផ្សេងរបស់វាឬមួយក៏វាលើកធម្មតាតាមរបៀបផ្សេងដែលមិនមែនជាជំងឺប្រព័ន្ធការពាររាងកាយប្រឆាំងខ្លួនឯងអញ្ចឹងសំខាន់ជាងគេគឺនៅពេលដែលយើងធ្វើតេស្តគឺយើងវែកញែកឲ្យហើយកុំឲ្យជ្រុលទៅមុខផងជ្រុលទៅក្រោយផងហើយយើងអត់បានការពារក្រពេញជាហេតុធ្វើឲ្យយើងឈឺរ៉ាំរ៉ៃរយៈពេលវែងហើយមានអ្នកខ្លះទៀតរហូតដល់ការធ្វើការវះកាត់ក្រពេញដែល Hashimoto thyroiditis មិនគួរព្យាបាលដោយការវះកាត់ទេគឺក្រពេញនោះគឺត្រូវថែរក្សាវាជួយវាដើម្បីកុំឲ្យប្រព័ន្ធការពាររាងកាយទៅបំផ្លាញខ្លួនឯងហើយយើងរកមូលហេតុថាហេតុអីបានប្រព័ន្ធការពាររាងកាយហ្នឹងទៅបំផ្លាញខ្លួនឯងអញ្ចឹងអាមូលហេតុហ្នឹងបន្តិចទៀតខ្ញុំនឹងនិយាយហើយខ្ញុំនឹងប្រាប់ថាគេត្រូវធ្វើយ៉ាងណាដើម្បីរុករកវាឲ្យឃើញហើយពេលនោះគឺគ្រាន់តែជួយក្រពេញទីរ៉ូអ៊ីតហើយបើសិនជាយើងចង់ដាក់ថ្នាំកាត់បន្ថយអរម៉ូនគឺយើងដាក់រយៈពេលខ្លីបំផុតហើយដូសតូចបំផុតណារយៈពេលខ្លីបំផុតហ្នឹងមានអ្នកខ្លះតែ1អាទិត្យមានអ្នកខ្លះ2អាទិត្យគឺมันអាចយកថ្នាំទៅញ៉ាំ1ខែហើយបានត្រឡប់មកវិញទេខ្ញុំសង្កេតឃើញថាញ៉ាំ1ខែត្រឡប់មកវិញហ្នឹងមានពេលខ្លះអត់បាន1ខែទេបានតែ3ថ្ងៃទៅ1អាទិត្យទេគឺអរម៉ូនហ្នឹងវាប្រែពីច្រើនពេកមកអាទាបពេកអញ្ចឹងបន្តិចទៀតខ្ញុំនឹងនិយាយអំពីរោគសញ្ញាថាតើពេលដែលវាខ្លាំងពេកមានរោគសញ្ញាអីហើយពេលដែលវាទាបពេកមានរោគសញ្ញាអីហើយបង្កគ្រោះថ្នាក់អ្វីខ្លះចាក៏ប៉ុន្តែមុនពេលទៅដល់ហ្នឹងខ្ញុំចង់និយាយអំពីជំងឺក្រពេញទីរ៉ូអ៊ីតផ្សេងទៀតដែលពេលដែលយើងមើលតែអុកម៉ូនតេ3និងតេ4គឺយើងមើលទៅអត់ឃើញវាខ្វះទេគឺឃើញចំនួនវាដដែលប៉ុន្តែរោគសញ្ញានៃក្រពេញទីរ៉ូអ៊ីតដែលវាឈឺវាខ្សោយវាខ្លាំងអីមិនណាហ្នឹងគឺមានគ្រប់ទាំងអស់ថែមទាំងការឈឺក្បាលថែមទាំងការគេងមិនលក់ទាំងក្រពះពោះវៀនធ្វើការមិនល្អទាំងឈឺសន្លាក់ដៃទាំងឈឺសន្លាក់ជើងទាំងថប់ដង្ហើមទាំងឆាប់ភ័យទាំងឆាប់ខ្លាចទាំងរញីរញ័រដៃជើងទាំងខួរក្បាលចុះខ្សោយដែលធ្វើឲ្យគាត់មិនសូវចងចាំធ្វើឲ្យគាត់ផ្ដោតអារម្មណ៍ធ្វើការងារមិនបានអញ្ចឹងឃើញរោគសញ្ញាមកចប់ប៉ុន្តែពេលដែលយើងមើលក្រពេញទីរ៉ូអ៊ីតអត់ឃើញមានអ្វីទាំងអស់ដោយសារគេហៅ subclinical ហើយមួយទៀតគេហៅថា underactive ឬមួយក៏ hyperactive មានន័យថាសកម្មភាពរបស់អរម៉ូនគឺវាខ្លាំងពេកឬវាខ្សោយពេកវាមិនតាក់ទងនឹងចំនួនថាវាប្រមាណឧទាហរណ៍ថាឥឡូវនេះយើងផលិតអរម៉ូនក្រពេញទីរ៉ូអ៊ីតមកធម្មតា
có bận tay ở môn nâng về ắt thưa cả bởi sao mua là hai mươi nơi kháng trái luôn đại ở môn nâng mình ai thưa cả bản hai ở lấy nước nhom trong này dây ông pi xả sầm khăn rồi bỏ về thà ở môn nâng về miền tây bấy miền tây buồn chẳng ở môn tây buồn cứ chỉ ở môn muối đại phần lật móc mình toán thưa cả ai tề chẳng nơi pe để dưỡng miên đồng rời cá nhom thì dây hái tăng bị bao đó trong trường cứ ở môn nóng về nơi không chiếm hay về nơi group gần này group cao sẽ cao tầng ở tại cao sẽ cao ruột miên chỉ vật mình hai chi cao sẽ cao sẽ bãi rồi chỉ cao sẽ cao bị đông rồi có cuộc bán cứ về miên cần lái nuôi cái hai ông tài receptor sầm rạp ở môn nâng về nhồi về thưa cả chẳng cứ đầm bay thưa bán ở môn tây buôn nâng nơi không chiếm hai cao sẽ cao này mới nó bầm lại đi ở tàu chia tây bảy hai tham nâng đầm rong nôm chỉ ngại bầm lại thông trình kỹ cứ tham nâng đầm rong nôm cứ nơi pe đại dương miền cả hạt pràm cứ tham nâng đầm rong nôm từ tu chiêm ban tràn chứ biết từ tu qua đầm miền tha biết tới bầm lại tây buôn từ tây bảy ở tràn khi sắp bao người chọn tịch tây buôn biết còn tây chỉ ở mốt tập ta thảo lật chân về ở thưa cả tì chân về bầm lại từ chỉ tây bảy bàn tây bảy nó nè nhội thưa cái ca tầng ó nè tăng bị bạn bao trong chơi đại nhom vậy mấy nữa cứ mình tây buôn nè thưa tết không tây bảy hai tây bay nó mình tây bay để kia trong chóp cho muối protein rồi bọt làm thế cứ free T3 mình total T3 tiệt chẳng cứ free T3 nè nhội dương ở dương phơi cả chẳng nơi này kháng trái trong na cả đòi ở tờ rửa rồi muối cứ chết pol tràn nó không làm chết pol tràn nó không đầm rong nôm vê rột cho người cam rột vê rột nơi trong na nó không mọt mình nó không phê mê rồi có bệnh prostat không trở chọn đây trở chọn chương và hông cho mọt và hông từ chị bài cả báo cứ oi tầm miên phụ mê rột phần lật chết pol tới cái hai sai thuộc kháng rồi muối có xả thiệt kỳ mi rồi liệt xanh tiếp cứ việc thưa oi ca bầm lan vì tây buồn ở từ chỉ tây mấy free T3 nó cứ bầm lại bàn tay bầm lại bàn tay dương mơ tới khơi tây buồn rồi chùm nuốn từ mơ free T3 lẹ tiệm chắc bên này thang nó cứ chỉ chùm ngữ đá đàn nơi kháng trái đa mình ai bầm lấy ốc bôn vô từ pra bàn chẳng hái rốt sả nhà nó cứ đôi kê ca chùm ngữ soi cặp pin chăng nó pe dân mưa ta cặp pin hay dân mưa bộ quan cà phê riêng cài bằng phản luôn này lọ từng ở tá nó pe dân từ mưa thlam từ mưa cà phê bù viên từ mưa đầm rong nôm từ mưa mê rô đặt tục rụp gần lái từng prun sập tê nhà virus sen mà cần nó allergy cho mùi kimi phong allergy cho mùi nó chùm này à để luôn cùng cùng nhâm rót ngay phong hay nơi mùi tiệt stress nó cứ thưa ai ca bầm láng tăng bị bao đó trong trường đảng không khu các ba đảng sẽ bày các ba nó cứ thẹn cho ai cả bồng lại nó cứ thẹn cho chẳng ai ban ro đó ai ta mình stress cứ mình nó cầm lang tuấn ấy tuấn chân lăng rồi với đây cái block hàng của cô chẳng đây cái block lường chẳng phải chạy đây thì chạy trên tiện nhạc là chà hay nơi miền rừng mùi tiện thọ mà đá tây 4 bia thở khai tới chỉ tây 7 còn tay nơi miền rừng thầm ngạn muối đại dương bị bạn nàng dối to tài nẹt bị chia sẻ đại kê bằng hàng cứ T4 việc khai từ chỉ free T3 20 tiết việc khai từ chỉ reverse T3 nó vì nẹt nó bởi free T3 chọn prang reverse T3 chụp nằm tiết á vì nẹt nó bởi sân chia bằng lái từ chỉ free T3 cứ dương chọn ghẻ bên này tha phật lực tham một bộ loại bán trán lại bán lươn tại bởi vì bầm lái tới chia reverse T3 miền này tha bị chọn prang chẳng ngã T4 nó khai tới chia T7 rồi môi có reverse T7 chẳng nơi P đại dương cắt stress nơi P đại dương miên chiết score tràn dương miên mê rô tràn dương miên chiết pol tràn là không luôn chẳng miên P khai T4 nó vì mình khai tới chia free T3 ở dương thưa sẽ cầm một hiệp và lật tham một bộ trình châm riêng cải tế cứ việc thưa ở tới chỉ chọn prang mình chẳng miên này thá dương trời rốt reverse T3 bà viên lang tụi bay chỉ khơi free T3 group chùm nuốn có đôi thì dây ruộng cứ đầm bay ở dương ấy vừa cả bàn đó cứ trời miền free T3 đắp hay reverse T3 đã chọn prang tục nắng miền tầm mùi tên chắc là này đắp này mùi chắc ta không ratio nó cứ mình nó tụi mình nó tới chập chứ các bạn chập học tất cả một phiên khu các ba tất cả một phiên liên cai từ mũi miền cao rạ rồi hai bà sân chia pe giúp nó dừng như vậy pe ngày để dừng vừa cả pe giúp cứ trâu ai reverse T3 nâng T3 nó dàn tích có bẹt cần đòn này cứ miền này tha pe giúp nó cứ thôi tất cả một phiên kê mình sơ chọn ghẻ thế
គេជន់ប្រាំងមានន័យថាជន់ប្រាំងជន់ហ្គាជន់ប្រាំងជន់ហ្គារហូតដល់យើងភ្ញាក់ពីដេកឡើងវិញអញ្ចឹងបើសិនជាយើងមើលស៊ីជម្រៅអញ្ចឹងយើងអាចរកជំងឺដែលពាក់ព័ន្ធនឹងក្រពេញទីរ៉ូអ៊ីតបានស៊ីជម្រៅហើយយើងអាចរកវែកមុខថាហេតុអ្វីបានក្រពេញទីរ៉ូអ៊ីតហ្នឹងវាផលិតបានធម្មតាប៉ុន្តែវាធ្វើការមិនបានល្អអ្នកផលិតល្អតែអ្នកដែលយកមកប្រើប្រាស់ប្រើមិនកើតឬក៏ប្រើខុសប្រក្រតីដោយសារ stress ដោយសារមេរោគជាច្រើនកន្លែងដោយសារជាតិពុលជាច្រើនកន្លែងហើយដោយសារជំងឺជាច្រើនកន្លែងនឹងគឺជាជំងឺដែលមានច្រើនជាងគេចំណែកជំងឺដែលថាចេញមកក្រពេញទីរ៉ូអ៊ីតនឹងវាឡើងខ្លាំងដូចជា Graves Basedow អត់សូវមានទេឥឡូវនេះហើយចំណែកដែលជំងឺក្រពេញទីរ៉ូអ៊ីតដែលខ្ញុំនិយាយអំបញ្ញមិញយើងធ្វើតេស្តអត់ទាន់បានគ្រប់ជ្រុងជ្រោយណោះហើយយើងមានរោគសញ្ញាក្រពេញទីរ៉ូអ៊ីតខ្លាំងពេកឬក៏ក្រពេញទីរ៉ូអ៊ីតខ្សោយពេកហើយដែលមើលទៅឃើញថាក្រពេញអត់ឈឺមានពេលខ្លះតតែ10ឆ្នាំបានឈឺមែនតើគ្រាន់តែដូចឈឺប៉ុន្តែ stress យូរទៅគឺក្រពេញហ្នឹងវាឈឺ10ឆ្នាំក្រោយហើយអញ្ចឹងមានពេលខ្លះជាមធ្យមពី8ឆ្នាំទៅ10ឆ្នាំបានឃើញថាក្រពេញហ្នឹងឈឺមែនតើអញ្ចឹងអ្នកជំងឺហ្នឹងត្រូវទទួលរងរោគសញ្ញាហ្នឹងរយៈពេល10ឆ្នាំដោយគ្មានដំណោះស្រាយមុនទៅដល់រោគសញ្ញាចង់ជម្រាបសួរមួយលោកស្រីវិជ្ជបណ្ឌិតតាក់ទងជាមួយបញ្ហាក្រពេញទីរ៉ូអ៊ីតហ្នឹងការដែលហើមឬក៏ពោកហ្នឹងគឺជាជំងឺតែមួយឬក៏យ៉ាងម៉េចចាជំងឺពោកខ្មែរយើងស្គាល់ថាវាជាជំងឺពោកកាលពីមុនគេហៅជំងឺ Hashimoto ពោកឡើងធំចាប៉ុន្តែពោកធំអញ្ចឹងឃើញថាធំអញ្ចឹងមែនអាក្រក់មើលអញ្ចឹងមែនតែវាមិនមែនជាមហារីកហើយវាក៏មិនមែនធ្វើឲ្យយើងខូចសុខភាពគ្រាន់តែវាខ្សោយចាប៉ុន្តែមានមួយទៀតគេហៅ Graves Basedow អានោះគឺប្រព័ន្ធការពាររាងកាយបំផ្លាញខ្លួនឯងបោកប៉ោងតិចជួនកាលប៉ោងតែមួយខាងជួនកាលប៉ោងទាំងពេញតែគេច្រើនគឺប៉ោងទាំងពេញគឺយើងមើលទៅឃើញប៉ោងពេញហ្មងពេលដែលយើងធ្វើអេកូទៅឃើញប៉ោងឡើងពេញស្មើសាច់តែអត់បោកធំទេចានឹងគឺជាជំងឺពកដែរប៉ុន្តែពកតាមរបៀប Graves ចាមិនមែន Hashimoto ទេអញ្ចឹងនៅមានជំងឺមួយទៀតដែលយើងមានគិសឬក៏ដុំគិសទឹកឬក៏ដុំសាច់ចាដែលភាគច្រើនវាអត់បំលែងទៅជាមហារីកទេក៏ប៉ុន្តែបើសិនជាយើងទុកវាអាចនឹងបំលែងទៅជាមហារីកមកដល់ 10% ទៅថ្ងៃក្រោយអញ្ចឹងនៅពេលដែលយើងធ្វើតេស្តក្រពេញទីរ៉ូអ៊ីតហ្នឹងគឺយើងត្រូវតែធ្វើអេកូពីព្រោះជួនកាលខ្លះយើងមើលអត់ឃើញស្ទាបអត់ដឹងជួនកាលស្ទាបដឹងចាមើលអត់ដឹងអញ្ចឹងទី1គួរតែស្ទាបហើយទី2គួរតែមើលអេកូហើយមានអ្នកជំងឺខ្លះហ្នឹងគឺគាត់អត់ពកចេញមកក្រៅគាត់ពកចូលក្នុងពេលដែលពកចូលក្នុងហើយពកចុះក្រោមចាទាំងចូលក្នុងទាំងចុះក្រោមគឺតំណែនកហើយពិបាកដកដង្ហើមដោយសារវាជាប្រប្រកអោបដើមថ្នោតមានន័យថាប្រប្រកអោបបំពង់ខ្យល់គឺវាអោបបំពង់ខ្យល់នៅពេលដែលវាធំរីកទៅវាណែនអញ្ចឹងវាតឹងវាសង្កត់ចាដោយសារមូលហេតុនៃជំងឺពោកក្រពេញទីរ៉ូអ៊ីតនឹងវាអាចថាមិនដឹងថាជំងឺអីតាក់ទងសំដៅលើក្រពេញទីរ៉ូអ៊ីតតែម្ដងខ្ញុំចង់ជម្រាបសួរថារោគសញ្ញាអីដែលអាចសម្គាល់ថានឹងជាជំងឺក្រពេញទីរ៉ូអ៊ីតលោកស្រីចាំនិតជាទូទៅមានរោគសញ្ញាដែលសម្គាល់ច្បាស់ថាវាជាក្រពេញទីរ៉ូអ៊ីតប៉ុន្តែទោះជាយ៉ាងណាក៏យើងត្រូវតែធ្វើតេស្តដើម្បីបញ្ជាក់ដែរចាឥឡូវយើងនិយាយអំពីរោគសញ្ញាដែលក្រពេញទីរ៉ូអ៊ីតនឹងវាខ្សោយចាយើងដឹងហើយថាក្រពេញទីរ៉ូអ៊ីតអ្នកផលិតថាមពលនិងផលិតកម្ដៅគ្រប់គ្រងនិងចាយចាយថាមពលអញ្ចឹងគឺពួកគាត់អស់កម្លាំងនៅពេលដែលក្រពេញនឹងខ្សោយគឺអត់បញ្ជាឲ្យផលិតថាមពលទេហើយឡើងទម្ងន់ពីព្រោះញ៉ាំហើយយកទុកញ៉ាំហើយអត់បានយកទៅធ្វើជាថាមពលនឹងកម្ដៅទេអញ្ចឹងទម្ងន់គិតទៅពីឡើងទៅទោះជាញ៉ាំអីតិចតួចក៏នៅតែឡើងដែរហើយអស់កម្លាំងទោះជាញ៉ាំប៉ុណ្ណាខំប៉ុណ្ណាក៏នៅតែអស់កម្លាំងដែរអញ្ចឹងប្រាជ្ញាស្មារតីក៏ចុះខ្សោយដែរគឺប្រាជ្ញាអាប់ឆាប់ភ្លេចផ្ដោតអារម្មណ៍អត់បានធ្វើការងារអត់កើតគិតទៅឈឺក្បាលគិតទៅឈឺទ្រូងធ្វើអីហាត់ប្រាណក៏អត់កើតអត់មានកម្លាំងគ្រប់គ្រាន់ហើយស្មារតីក៏ទន់ចាហើយកើតជំងឺបាក់ទឹកចិត្តនិយាយពីពោះវៀនគាត់ច្រើនតែគាត់អត់អាចបន្ទោបងបានហើយសន្លាក់ក៏ឈឺទៀតក៏ចុះខ្សោយទៀតហើយនៅមានជំងឺមួយទៀតដោយសារហើយមានពេលខ្លះវាប៉ះពាល់ដល់សរីរាង្គបន្តពូជគឺការផលិតអរម៉ូនភេទយើងត្រូវការដឹងស្រាប់ហើយដើម្បីផលិតបានគឺត្រូវការថាមពលអញ្ចឹងនៅពេលដែលក្រពេញផលិតថាមពលមិនបានចិញ្ចឹមវាដូចថាឡាននេះវាត្រូវការសាំងយើងអត់ឲ្យសាំងទោះឡានល្អប៉ុណ្ណាក៏យើងបើកទៅមុខអត់រួចដែរ
chắc nên đây ha tôi chỉ nhớ nó không miên chủng ngữ ở vậy nó không sợ lấy game phết có dương ai ắt cồn có dương ai nên rồi lấy một tiếng to có dương ai miên kỳ miên đông sạch không sự bồn có dương miên à rộng đôi mình chặt cứ vây rồi bao nhiêu năm về chặt chi là dụng anh chẳng tăng pro tăng sợi cứ sự cam một hiệp plei phết nên sự cam một hiệp ọt môn nó về anh sẽ chọn hay ai năng bị bạn miên cồn rồi có ọt cồn tại mà đóแต่ต้องนึกมุกเงียถามกระเป็นที่เราอิดก็ไปปอนมุกเงียถามได้ที่ปลัวถามเราไม่ตัวการบ้านก็ตระการทำมาปนในเปได้กระเป็นที่เราอิดนั่งเวอดเมียนทำมาปนกรุบจุดล้วนจังคลามนั่งเวจับอังสาวน้ำรองนมก่อนโดยเขียนในใจร่วมคือการจกซอยแต่งโปร่งแต่งรองจ้ะให้บกุม้าบัดการหลุดหล่อเรียงกายก็บัดหลุดหล่อปรัชญานั่งสมาร์ทเลยเรียนการจกทอยจางจ้ะบ้านในใจปีประปอนการไปเรียงกายกระเป็นที่เราอิดcứ chỉ nè bên chia caผลิตประกอบการเปลี่ยนกายได้เวียจีเนี่ยbên chia thàเราทำmột buổiประมาณให้วิพยอยผลิตกรอบเชียมซอผลิตอัมพิกรเอาไว้การเปลี่ยนจังประกอบการเปลี่ยนกายก็ถอยจอกได้จังในเปได้ประกอบการเปลี่ยนกายถอยจอกหรือก็เหมือนถอยจอกบนใต้ประกอบการเปลี่ยนกายคือการขอบปลอกกันเลยจังเหมือนนึกใจอย่างแหลกสีมาขอบปลอกกันได้หายก็จังการเศร้าอย่างแต่ชลอมไม่รู้นี่แต่ชลอมไม่รู้นู่นแต่อัดชื่อพองยืนก็ชื่อได้จะแต่ว่าสั่งก็ปักบอลดอกสกปรกได้จังยังสไลด์ตรำนั้นยังในใจอัมพีกระเป็นตีรูอิดได้คือการคลางปีในใจร่วมกระเป็นนั้นโดยบรรทดรถแต่เพลิงจังเหมือนอาญะแต่ข้างหน้าบานเตะจานเป็ดก็ชื่อตัดเป็ดก็ชื่อจังในเปรดากระเป็นตีรูอิดนั่งเบียคลางเป็ดคือวิปโตยปีตัดเป็ดจังคือสกอมให้ได้คลุนอัตเจตคือเป็นได้ยังบานทำมาปนมองมันคือดับเจ้าต่างออกบานสกอร์บานคลายมอบำใบเดียคลายเตาเจียทำมาปนมันก็ได้ออกให้อาจมันจบสกอร์ให้ย้ำจานให้ใบดงดาวหยอบคลั่งเป็นแต่นั่นไงให้การจุ่มด้วยหรือยี่หรือยัวการจุ่มด้วยไพคลาการจุ่มด้วยบัตรจัดไอ้สุดเลี้ยงปะไอ้ขณีเพลย์จัดในใจร่วมคู่กับบาร์บอกมันรู้มันทาเนี่ยไอ้การให้คลังเป็ดกับเป็นคลังเป็ดหรือกับเป็นซอยเป็ดปักพอคู่กับบาร์ไอ้ขณีจากกรณีตัวมุนนั่งจังหวะใบดงเขาขณีมวยล้างมวยจอจากให้ป้าปอเลือดสลายเรียงเพลป้าปอการหลุดโดยขณีบอกไม่ไว้การอาจจุ่มด้วยกับเป็นตีโรอิดนั่งไอ้คลังเป็ดนั่งก่อนหยอดโดยขณีไพคลาสล็อตไพมวยเตี้ยอัดลังถึงบนตีได้ทราบบ้านอาหารเยอะเต๋อยกตือทัวทำของคนอัดมันยกตัวสร้างซ้ำจะอังสัตเรียงกายไอ้ทงหลุดหลอดเตะจังกงเขมรเกเมอตังปีเกกัดเจงปีปูม้านึกข้างให้ตีมวยมันต้องบอกไอ้ทัวไทยตีใบมันต้องบอกไอ้ทัวขนมอายุมวยคายมันต้องบอกไอ้ปีใบคายจอกเนี่ยจีบแซกในปีเด็กเขมรนั่งเรียนการหลุดหลอดยืดปกติเขาทากอดอายุประมวยคายกูตายตะบนกอดคนหนึ่งปีประกาศมาใบกันโลกูตายประมวยกันโลได้สลับจากบ้านตาบุญกันโลหรือใบกันโลหลักจังក្នុងករណីហ្នឹងគឺគេចាប់ឡើងមើលហើយគ្រប់ពេលទីរអ៊ីតហើយបន្តមកទៀតគឺក្មេងហ្នឹងគេមើលរាល់ឆ្នាំស្ត្រីមានផ្ទៃពោះមើលមុនមានផ្ទៃពោះហើយពេលកំពុងពពោះគឺមើលរាល់ខែហើយបើសិនជាមានការប្រែប្រួលក៏យើងអាចនឹងមើលញឹកជាងរាល់ខែមានន័យថាពីអាទិត្យអាចនឹងមើលម្ដងពីព្រោះហេតុអីជាទូទៅគឺក្រពេញទីរអ៊ីតហ្នឹងគឺជាអ្នកធ្វើឲ្យកូនលូតលាស់រាងកាយអញ្ចឹងឲ្យស្ត្រីហ្នឹងពពោះបានจังบ่สันเจียโกนนึงไปทมตอนอายุ5ខែនៅក្នុងពុះហើយវាអាចផលិតខ្លួនឯងបានខ្លះនៅក្នុងពេលប្រភេទអាទិត្យគឺខួរក្បាលរបស់កូននឹងរៀនផលិតអរម៉ូនទីរ៉ូអ៊ីតនឹងបានខ្លះអញ្ចឹងវាជួយម្ដាយបានខ្លះអញ្ចឹងហើយបើសិនជាម្ដាយមានជំងឺកពេញទីរ៉ូអ៊ីតមានពេលខ្លះក៏ប៉ះពាល់ការលូតលាស់របស់កូនដែរហើយបើសិនជាកពេញទីរ៉ូអ៊ីតនឹងក៏មានអង្គទីគាបំផ្លាញខ្លួនឯងអញ្ចឹងវាធ្វើឲ្យកូននឹងកើតចេញពីពុះម៉ែមកគឺអាចនឹងខូចក្រពេញទីរ៉ូអ៊ីតឬក៏ពេញទីរ៉ូអ៊ីតវាអត់ធ្វើការតែម្ដងអញ្ចឹងវាមានគ្រោះថ្នាក់ដោយសារវាអាចមានបញ្ហាចិញ្ចឹមខួរក្បាលនិងចិញ្ចឹមបេះដូងអត់បានវាអាចនឹងកាំបេះដូងអញ្ចឹងបានគេឲ្យយើងមើលវាភ្លាមហើយម្ដាយហ្នឹងមុននឹងកើតគឺយើងមើលហើយប៉ុន្តែទោះបីជាម្ដាយមើលទៅឃើញថាល្អក៏កើតកូននឹងមកត្រូវតែមើលកូនហ្នឹងណាព្រោះឃើញល្អអញ្ចឹងជួនកាលយើងមិនច្បាស់ 100% ថាល្អទេគ្រាន់តែបូមឈាមមើលមុនកើតហ្នឹងយើងអត់ដឹងថា 100% ល្អទេហើយបើដើម្បីឲ្យច្បាស់កាន់តែខ្លាំងគឺម្ដាយហ្នឹងត្រូវមើលរាល់ខែមិនយើងច្បាស់កាន់តែខ្លាំងហ្នឹងហើយទោះជាមើលម្ដាយរាល់ខែក៏កូនកើតមកនៅតែមើលដែរមិនអាចអត់មើលទេចាអញ្ចឹងអាហ្នឹងជាការប្រយ័ត្នប្រយែងហ្នឹងមានកន្លែងខ្លះចំណុចខ្លះបើយើងអត់តាមស្អិតអញ្ចឹងវាមានចន្លោះប្រហោងដោយមិនដឹងខ្លួនចា
ở con lúc sài chậm đến bà tam chậm sẽ đạp bà sạt bỏ lúc sài chậm đến tiện tông chỉ mới nâng chậm người gặp pin từ rồi ít nắng nơi về đây gặp pin từ rồi ít nắng sói mà nơi nắng lang tùm nguồn miền cầm làng thôi cha hạ miền cầm làng còn tại đọt về gặp pin từ rồi ít nắng láng và nước tôi chỉ scone mình đôi xa quạt gió há tới đột chào ở khai chia tham một bốn nâng cầm đáy ở quạt cái đáy luôn cha từng ó ở quạt nhỏ luôn nhỏ trùng nhỏ đầy cha còn tại từng ó nó tiện tông là hột đo côn tùm ca tiền trong đăng chấm nội rùm đài chia mù là hẹn vừa ở bằng co ca chấm ngư gặp bình từ rồi nó mù là hẹn rùm với cứ mau bị ấy ok dân thì vậy ông bánh mấy ông bị stress cha song cung mấy lớn cứ chơi song cung ai song bố stress tăng không tiếc tăng trái tiếc miên ca bản năng về chơi miên ca đồng bạc không mấy có miên ca đồng bạc chả có miên ca đồng bạc hai mình lúc chơi riêng có miên ca đồng bạc này chẳng stress nó cứ chỉ ở một mũi đà bằng plan mình lúc group gần này mình men tay group bên tiêu rồi tệ đang khô ba đang bẹ đồ cứ bằng plan đang đang sở lấy liên phết đang ở rom đang phải nha đang smart ở đây chẳng tin mũi cứ mình lúc miên stress ra hai tê tiết cứ kimi oi ta kimi cho tới kimi na đại kia do tự đạn nó không chùm này ha đại viêm mình mến chị ha giờ từ việc bắt nơi group bên tiêu rồi từng thì họ dừng nhắm tất rồi mà gặp phòng nơi không nắng kia miền đặt lẹ lì bỏ chẳng lẹ lì bỏ nắng ta dương ai vô từ thua tham một bộ bán thế ót thì mình đưa can máu ót che vô chín kimi pol từng ót nắng sập bạn mình từng ót nắng vô từ thua chỉ tham một bộ tỷ 20 tiệt có ót che của tranh trao đài miền này khác ai mình bởi tranh ban miền này khác vô từ đó cọ nó không clam cọ nó không có mặt cọ nó không cảnh trai rồi bọn đồng rong luôn là step mình nâng tay một đồng chẳng ai tầm miền là vậy môi mình là cứ cặp bên tiêu ít nè cướp krong caផលិតtham một bộ nâng caផលិតកម្ដៅគឺទទួលរង stress គឺក្រពេញនឹងកើត stress មុនគេហើយនៅពេលដែលកើត stress ហើយគឺវាខំប្រឹងផលិតធម៌ពលដើម្បីយកទៅប្រើប្រាស់ដើម្បីយកទៅលាងជាតិពុលទាំងអស់ហ្នឹងអញ្ចឹងក្រពេញទីរ៉ូអ៊ីតហ្នឹងគឺវាជួយលាងជាតិពុលហេតុអីពីព្រោះនៅពេលដែលយើងចង់លាងជាតិពុលតាមតម្រងនោមមួយថ្ងៃហ្នឹងគ្រាន់តែតម្រងនោមមួយវាស៊ីធម៌ពលដែលយើងផលិតប្រចាំថ្ងៃនឹងអស់ 40% នឹងបើសិនជាយើងគ្មានជាតិពុលដទៃទៀតគ្រាន់តែចាក់អាលឿងឆ្អេះចោលមួយថ្ងៃវល់ល្ងាចនឹងធម៌ពលដែលយើងផលិតប្រចាំថ្ងៃនឹងអស់ 40% បាត់ហើយអញ្ចឹងនៅពេលដែលយើងត្រូវការធម៌ពលបន្ថែមតែមិនអញ្ចឹងវាខ្វះឲ្យបេះដូងខ្វះឲ្យខួរក្បាលខ្វះឲ្យឆ្អឹងខ្វះឲ្យសាច់ដុំនិងសរីរាង្គដទៃទៀតអញ្ចឹងហើយបានតាក្រពេញធីរ៉ូអ៊ីតនឹងវាប្រឹងផលិតបន្ថែមអញ្ចឹងក្រពេញនឹងវា stress ហើយវាចុះខ្សោយហើយមានពេលខ្លះអាពេលវាផលិតខ្លាំងទៅណាមួយមានគីមីផងណាមួយមានចំណីអាហារផងណាមួយមានគ្រឿងក្រអូបមានថ្នាំសម្លាប់សត្វល្អិតថ្នាំសម្លាប់ស្មៅថ្នាំសម្លាប់ផ្សិតគ្រប់កន្លែងទាំងអស់អញ្ចឹងវាធ្វើឲ្យក្រពេញធីរ៉ូអ៊ីតហ្នឹងមានបញ្ហាចា៎ជាពិសេសគឺយើងអាឡែស៊ីជាមួយចំណីអាហារដូចជាមួយនឹងពោតជាមួយនឹងទឹកស៊ីអ៊ីវជាមួយនឹងមីម៉ាម៉ាមីអ៊ីតាលីមីជប៉ុនមីកូរ៉េឬមួយក៏នំខេកអញ្ចឹងគ្រប់យ៉ាងទាំងអស់ហ្នឹងគឺប៉ះពាល់នឹងក្រពេញធីរ៉ូអ៊ីតខ្លាំងណាស់អញ្ចឹងយើងនិយាយអំពីមូលហេតុមួយទៀតដែលធ្វើឲ្យក្រពេញធីរ៉ូអ៊ីតនឹងវាខូចគឺអាហារដែលសម្បូរជាតិ gluten ដែលមានបង្កប់ទៅដោយស្រូវសាឡីមានមីនំប៉័ងចា៎មាននំខេកមាននំកញ្ចប់មាននំដូណាត់អីអញ្ចឹងជាដើមចា៎ហើយពោតក៏មានជាតិ gluten ទឹកស៊ីអ៊ីវក៏មានជាតិ gluten ហើយហេតុអ្វីបានអញ្ចឹងនៅពេលដែលយើងប្រើប្រាស់អាហារបែបហ្នឹងគឺវាសក់ពោះវៀនมันមានមនុស្សណាម្នាក់ដែលពេលញ៉ាំជាតិ gluten ដែលមាននៅក្នុងស្រូវសាឡីម្សៅនំខេកម្សៅនំដូណាត់អីអញ្ចឹងទៅអត់មានសក់ពោះវៀនទេគឺសក់ពោះវៀនអញ្ចឹងពេលដែលសក់ពោះវៀនរំលាយអាហារបានល្អហើយជ្រាបចូលផ្ដេសផ្ដាស់អញ្ចឹងពេលដែលជ្រាបចូលទៅគឺយើងផលិតអង់ទីគាទៅបំផ្លាញអាហារហ្នឹងដឹងទេកោសិកាក្រពេញធីរ៉ូអ៊ីតយើងហ្នឹងវាមានកង់វាដុំវាដូចគ្នាបីបិទជាមួយនឹងកង់ដុំរបស់ស្រូវសាឡីហើយនឹងពោតអញ្ចឹងតែអង្គទីគាហ្នឹងវាទៅបំផ្លាញស្រូវសាឡីបំផ្លាញពោតទេក៏ប៉ុន្តែវាដូចគ្នាអញ្ចឹងវាទៅបំផ្លាញក្រពេញធីរ៉ូអ៊ីតខ្លួនឯងអានឹងហើយដែលកើតទៅជាជំងឺក្រពេញធីរ៉ូអ៊ីតខ្លាំងទៅដោយសារមនុស្សសពថ្ងៃហ្នឹងកម្ពុជាយើងហ្នឹងគេញ៉ាំអាហារដូចអាហារអាមេរិកកាំងអញ្ចឹងម្នាក់ហ្នឹងអ្នកណាក៏ញ៉ាំ hamburger នំខេកមីអ៊ីតាលីអីហ្នឹងគ្រប់ផ្ទះមានចំណុចមួយទៀតដែលมันអាចមើលរំលងបានគឺលោហៈពុលដែលលោហៈពុលហ្នឹងមានក្នុងផ្សែងឡានផ្សែងម៉ូតូមាននៅក្នុងក្រែមលាបមាត់មាននៅក្នុងថ្នាំបាញ់ផ្សេងនៅក្នុងគ្រឿងសមុទ្រក្នុងត្រីសមុទ្រជាដើមហើយ
ច្រើនជាងនឹងទៀតគឺមាននៅក្នុងមាត់ដោយសារមនុស្សយកវាទៅប៉ះធ្មេញគេហៅ amalgam នេះគឺជា amalgam ដែលគេយកទៅប៉ះធ្មេញគឺពណ៌វាខ្មៅចាំងដូចប្រាក់អញ្ចឹងនៅក្នុងបទពិសោធន៍របស់ខ្ញុំ amalgam ហ្នឹងដែលនៅក្នុងមាត់នៅក្នុងធ្គាមហ្នឹងវាប៉ះពាល់กับពេញទីរ៉ូអ៊ីតតាមរុនមួយដែលមានពណ៌ផ្ទៃមេឃហ្នឹងអញ្ចឹងរុនដែលមានពណ៌ផ្ទៃមេឃហ្នឹងនៅពេលដែលយើងនៅក្នុងពោះម្ដាយគឺរុនហ្នឹងវាចេញពីខួរក្បាលមកតាមហ្នឹងហើយវាចូលតាមហ្នឹងបានមកដល់បំពង់កគឺជាការដែលវាធ្វើដំណើរអញ្ចឹងវាមានរុនមកជួរអញ្ចឹងហើយអញ្ចឹងទៅពេលដែលយើងមាន amalgam នៅក្នុងមាត់ហ្នឹង amalgam ហ្នឹងគឺជាសារធាតុមួយដែលយើងទំពាទៅវាដាច់វាចេញមកតាមហ្នឹងវាចូលមកអញ្ចឹងខ្ញុំឧស្សាហ៍ឃើញមនុស្សដែលមានដុំពកនៅក្នុងក្រពេញទីរ៉ូអ៊ីតខ្សោយក្រពេញទីរ៉ូអ៊ីតហ្នឹងគឺតាក់ទងគ្នាជាមួយនឹង amalgam និងមេរោគដទៃទៀតដែលស៊ីធ្មេញឲ្យពុកខ្លាំងបានគេប៉ះ amalgam ហ្នឹងអញ្ចឹងជាទូទៅអ្នកនោះមានទាំងមេរោគស៊ីធ្មេញកម្រិតធ្ងន់ហើយមានទាំង amalgam អញ្ចឹងអាមេរោគក៏មានជាតិពុលរបស់មេរោគក៏មានអាជាតិពុលជាតិគីមីនោះក៏មានអញ្ចឹងខ្ញុំឧស្សាហ៍ឃើញមនុស្សកើតជំងឺក្រពេញទីរ៉ូអ៊ីតដោយសារសារធាតុ amalgam ហើយនឹងឲ្យដង្កូវស៊ីធ្មេញមេរោគពុកធ្មេញហ្នឹងច្រើនអ្នកខ្លាំងបំផុតមូលហេតុដែលយើងមិនអាចមើលរំលងមួយទៀតហ្នឹងគឺប្រភេទមេរោគដែលក្នុងនោះមេរោគមាត់ធ្មេញខ្លាំងជាងគេមានសត្វល្អិតមានផ្សិតមានបាក់តេរីមានវីរុសនិយាយរួមគឺមានគ្រប់យ៉ាងដែលមាននៅក្នុងមាត់ហ្នឹងដែលអាចប៉ះពាល់នឹងក្រពេញទីរ៉ូអ៊ីតហើយអាមេរោគនៅក្នុងក្រពះពោះវៀនក៏អាចប៉ះពាល់ក្រពេញទីរ៉ូអ៊ីតដែរមេរោគកាមរោគមេរោគនៅក្នុងទ្វារមាសឬមួយក៏គូតបាត់ជើងធំឬក៏ត្រង់ណាក៏ដោយឲ្យតែរ៉ាំរ៉ៃមិនថាវានៅក្នុងឈាមឬក្នុងសរីរាង្គណាមួយវាអាចធ្វើឲ្យប៉ះពាល់ទៅលើការចុះខ្សោយនៃក្រពេញទីរ៉ូអ៊ីតលោកស្រីចាំតែការចុះខ្សោយក្រពេញទីរ៉ូអ៊ីតនោះវាអាចទាក់ទងជាមួយនឹងកង្វះវីតាមីនដែរអត់ចាស់ត្រឹមត្រូវទី1កង្វះជាតិអ៊ីយ៉ូតកង្វះជាតិសេលេញ៉ូមហើយនិងកង្វះវីតាមីន D3 ចាហើយបើនិយាយរួមទៅអាធំ3ហ្នឹងវាខ្វះគឺធ្វើឲ្យខ្សោយក្រពេញទីរ៉ូអ៊ីតមិនចាំបាច់មានមេរោគមិនចាំបាច់មានកត្តាដំណពូជខ្ញុំភ្លេចនិយាយមួយទៀតអាចជាកត្តាដំណពូជចាមិនចាំបាច់មានគីមីពុលឬក៏អាឡែហ្ស៊ីនឹងចំណីអាហារទេចានៅពេលដែលមានកង្វះជាតិអ៊ីយ៉ូតគឺច្បាស់តែម្ដងចាកង្វះជាតិសេលេញ៉ូមកង្វះវីតាមីន D3 តែមែនតើត្រូវការវីតាមីនគ្រប់យ៉ាងមិនឲ្យខ្វះគ្រប់យ៉ាងទាំងអស់អរគុណដោយសារចង់ជំរាបសួរថាតើយើងធ្វើយ៉ាងណាដើម្បីជួយក្រពេញទីរ៉ូអ៊ីតឲ្យបានល្អហ្នឹងទី1គឺយើងត្រូវធ្វើតេស្តធ្វើតេស្តក្រពេញទីរ៉ូអ៊ីតហ្នឹងគឺយើងធ្វើទាំង T3 ទាំង T4 ទាំងអបម៉ូនខួរក្បាលដែលបញ្ជាក្រពេញទីរ៉ូអ៊ីតពីព្រោះមានពេលខ្លះគឺខ្សោយក្រពេញទីរ៉ូអ៊ីតហ្នឹងមិនមែនក្រពេញទីរ៉ូអ៊ីតខ្សោយទេគឺក្រពេញ pituitary អ្នកធ្វើឲ្យខ្សោយឬមួយក៏ក្រពេញមួយទៀតគេហៅ hypothalamus អញ្ចឹងយើងត្រូវមើលអបម៉ូនទាំង3ហ្នឹងចា៎ hypothalamus ក៏មើល pituitary ក៏មើល thyroid នេះក៏មើលហើយយើងត្រូវមើល thyroid antibody គឺអង្គទីគាដែលបំផ្លាញខ្លួនឯងមានអង្គទីគា3ដែលយើងអាចមើលបានហ្នឹងគឺយើងត្រូវមើលទាំង3ហើយយើងវិភាគរួមជាមួយនឹងរោគសញ្ញាហើយនឹងបើសិនជាយើងអត់មានរោគសញ្ញាមែនតើក៏យើងចង់មើលគឺមើលទាំងអស់ហ្នឹងហ្មងចាមួយទៀតគឺយើងអត់អាចភ្លេចបានទេមើលអា reverse T3 អាហ្នឹងដូចអ្នកជន់ប្រាំងចឹង reverse T3 វាមានតួនាទីមួយពិសេសរបស់វាឧទាហរណ៍ថាពេលគេយប់ត្រូវតែឡើង reverse T3 ដើម្បីបិទប្រព័ន្ធផលិតថាមពលបើមិនចឹងគេអត់លូតទេចាហើយដល់ពេលចិត្តភ្លឺគឺវាបិទអា reverse T3 វាឡើងអា T3 វិញអញ្ចឹងដើម្បីឲ្យយើងនឹងភ្ញាក់នឹងខ្លួនឡើងឲ្យរស់រវើកមួយទៀតបើសិនជាក្រពេញទីរ៉ូអ៊ីតខ្សោយហើយគឺយើងត្រូវតែមើលថ្លើមតម្រងនោមក្រពះពោះវៀនមាត់ធ្មេញมันអាចមើលរំលងមេរោគនៅក្នុងច្រមុះនៅក្នុងប្រហោងមុខมันអាចមើលរំលងតែអញ្ចឹងទាំងចំណីអាហារដែលយើងអាឡែហ្ស៊ីក៏យើងមិនអាចមើលរំលងហើយចុងក្រោយគេគឺយើងត្រូវតែញ៉ាំអាហារដែលព្យាបាលរលាកត្រូវតមអាហារដែលបង្ករលាកចាអរគុណចុះចំពោះក្មេងវិញធ្វើមិនទៅលោកស្រីចំណិតក្មេងគឺយើងគួរពិនិត្យជារៀងរាល់ឆ្នាំហើយជារៀងរាល់ឆ្នាំហ្នឹងដូចខ្ញុំនិយាយបាញ់មិញអញ្ចឹងគឺមើលក្រពេញទាំង3ហើយមើលអង្គទីគាដែលបំផ្លាញខ្លួនឯងទាំង3ហើយកុំភ្លេចមើលreverse T3 ដែលចាំជន់ប្រាំងដែលចាំតែរយៈថយក្រោយអញ្ចឹងមានមនុស្សខ្លះអត់មើលដល់ពេលអត់មើលឃើញ free T3 អូខេអត់បានមើលreverse T3 ហ្នឹងអាយ៉ៃថយក្រោយមើលតែអាជន់ប្រាំងប៉ុន្តែវាប្រហាក់ប្រហែលគ្នាអញ្ចឹងដល់ពេលអញ្ចឹងវាជន់ប្រាំងផងវាបាត់ផងអញ្ចឹងអត់ទៅមុខទេ
Chẳng vậy tha ca lụt đo rồi bọc mình những cái gì chẳng thử mưa tầng à tròn trắng tầng mưa tầng à tròn tròn ghẻ mưa tầng pì ចា ចានឹងបើអត់ទាន់ឈឺតែបើសិនជាឈឺត្រូវថែមក្រពេញផ្សេងទៀតរួមទាំងក្រពេញអាដ្រីណាល់ពីព្រោះពេលដែលក្រពេញទីរ៉ូអ៊ីតឈឺយូរគឺរាលដាលដល់ក្រពេញអាដ្រីណាល់ហើយមានពេលខ្លះទៀតក្រពេញអាដ្រីណាល់នឹងឈឺមុនបានតែក្រពេញទីរ៉ូអ៊ីតឈឺក្រោយអាពីរអ្នកហ្នឹងគឺវាតាក់ទងគ្នាខ្លាំងអាហ្នឹងចាំបបសម្ភាសលើក្រោយថាហេតុអ្វីបានក្រពេញអាដ្រីណាល់និងក្រពេញទីរ៉ូអ៊ីតហ្នឹងខ្សោយមួយណាក៏មិនបានហើយហេតុអីវាពាក់ព័ន្ធជាមួយនឹង stress ដូចគ្នា ក៏ពេញទាំងពីរនឹងពាក់ព័ន្ធជាមួយនឹង stress ដូចគ្នាអញ្ចឹងពេលដែលឈឺជួនកាលឈឺទាំងពីរជួនកាលមួយឈឺមុនហើយតែពេលឈឺទាំងពីរអត់ដឹងអាណាឈឺមុនទេមិនដឹងថាទីរ៉ូអ៊ីតឈឺមុនឬក៏អាដ្រីណាល់ឈឺមុនទេអាហ្នឹងដូចមេមន់ហើយនឹងពងមន់អត់ដឹងមួយណាមានមុនទេចា ចាទោះបីលោកស្រីចិត្តដិតមានប្រសាសន៍ថាចាំមានប្រសាសន៍តាក់ទងជាមួយកាពេញអាដ្រីណាល់លើក្រោយក៏ប៉ុន្តែដល់លើពាក្យកាពេញអាដ្រីណាល់ហ្នឹងចង់ដឹងកាពេញអាដ្រីណាល់ហ្នឹងវានៅកន្លែងណា វានៅផ្នែកខាងក្រោមនៅពីលើតម្រងនោមយើងមានតម្រងនោមមួយគូនៅពីលើតម្រងនោមហ្នឹងគឺមានក្រពេញអាដ្រីណាល់ដែលលើកទូចដែលខ្ញុំបានបង្ហាញរួចហើយកាលលើកមុនចាហើយក្រពេញហ្នឹងវាផលិតអរម៉ូនភេទចាវាផលិតអរម៉ូនរលាកវាគ្រប់គ្រងជាតិស្ករវាគ្រប់គ្រងជាតិរ៉ែវាគ្រប់គ្រងប្រាជ្ញាស្មារតីវាគ្រប់គ្រងប្រតិកម្មអត្តចរិតខួរក្បាលរបស់មនុស្សចាអរគុណខ្ញុំបានដូចជាបានដឹងថាកាពេញអាដ្រីណាល់ហ្នឹងវានៅកន្លែងណាកាពេញទីរ៉ូអ៊ីតហ្នឹងក៏នៅកន្លែងណារួចហើយដែរចង់ជម្រាបសួរលោកស្រីជាបណ្ឌិតថាបើសិនជាចង់ឲ្យលោកស្រីជាបណ្ឌិតផ្ដល់យោបល់តែមួយតាក់ទងជាមួយនឹងបញ្ហាកាពេញទីរ៉ូអ៊ីតហ្នឹងលោកស្រីជាបណ្ឌិតគួរផ្ដល់អីដល់អតិថិជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលកំពុងតែទស្សនាកំពុងតែស្ដាប់ហ្នឹងថាគួរធ្វើអីផ្ដល់អីដោយបើផ្ដល់បានតែមួយគឺត្រឹមកឡើងលើកុំឲ្យមានកន្លែងផ្ទុកមេរោគមិនថាក្នុងប្រហោងមាត់ក្នុងប្រហោងច្រមុះចាក្នុងប្រហោងមុខក្នុងរុនត្រចៀកចាសម្អាតមេរោគចេញឲ្យអស់ដោយសារមេរោគអាចធ្វើឲ្យប៉ះពាល់ដល់ក្រពេញទីរ៉ូអ៊ីតផងហើយមេរោគទាំងអស់ហ្នឹងអាចឆ្លងចូលទៅតាមរុនមួយដែលយើងសល់តាំងពីយើងនៅក្នុងពោះម៉ែអញ្ចឹងវាអាចឆ្លងចូលទៅក្នុងនោះអាចធ្វើឲ្យមានបញ្ហាខ្លាំងហើយមានពេលខ្លះទៀតបញ្ហាខ្លះរហូតដល់ធ្វើការវះកាត់ឬក៏មហារីកក៏មានដែរវិធីសាស្ត្រក្នុងការរករោគនោះនឹងឈាមទឹកនោមឬក៏លាមកជាទូទៅគឺល្អជាងគេគឺមើលអេកូហើយនឹងមើលឈាមអូចាហើយបើសិនជាចង់រកមេរោគនៅក្នុងពោះវៀនគឺมันអាចមើលតែឈាមទេគឺយើងត្រូវយកសំណាក់ចាពីក្នុងមាត់គេហៅ oral microbiome គឺនិយាយរួមគឺយើងអាចទៅធ្វើ PCR ទាំងអស់តើក្នុងមាត់យើងមានរោគប្រភេទណាហើយមានមីក្រូបល្អដែរឬទេចាក្នុងពោះវៀនក៏ដូចគ្នាធ្វើ oral microbiome ហើយធ្វើ stool microbiome មានន័យថាធ្វើក្នុងមាត់ផងធ្វើក្នុងលាមកផងហើយក៏អាចធ្វើក្នុងទ្វារមាសដែរបើជាស្ត្រីបើបុរសធ្វើក្នុងទឹកនោមដើម្បីរករកក្រុមមេរោគទាំងអស់ដែលរស់នៅក្នុងខ្លួនហើយយើងមិនពិបាករកនៅពេលដែលយើងគ្រាន់តែបៀកយកទៅនៅក្នុងមាត់ហ្នឹងគឺយើងឃើញជាច្រើនកន្លែងសូម្បីតែនៅក្នុងសួតក៏ហើយប្រហាក់ប្រហែលជាមួយនៅក្នុងមាត់ដែរអញ្ចឹងបើយើងធ្វើក្នុងមាត់បានដឹងទាំងដល់ក្នុងសួតទៀតក៏មានចា៎តើតើជាមួយនឹងការថែរក្សាសុខភាពនឹងដែរជាពិសេសសុខភាពកាពេញទីរ៉ូអ៊ីតនឹងតែម្ដងលោកស្រីវិជ្ជបណ្ឌិតអនុវត្តហើយធ្វើកិច្ចការអីដែរដើម្បីថែរក្សាកាពេញទីរ៉ូអ៊ីតនឹងឲ្យមានសុខភាពល្អមានតួនាទីបំពេញតួនាទីសម្រាប់ខ្ញុំជារៀងរាល់ថ្ងៃគឺខ្ញុំប្រើប្រាស់មីក្រូបល្អដែលមីក្រូបល្អហ្នឹងមានពេលខ្លះខ្ញុំលាយជាម្សៅហើយបៀមក្នុងមាត់ហើយបានខ្ញុំលាបចូលទៅជួនកាលទៀតយើងបៀមវាដូចស្ករគ្រាប់អញ្ចឹងចាហ្នឹងគឺជារៀងរាល់ថ្ងៃជាប្រចាំថ្ងៃបើសិនជាខ្ញុំប្រើអាក្របបៀមទៅមានពេលខ្លះគឺខ្ញុំដាក់ចូលទៅក្នុងពោះលេបតែម្ដងក៏មានដែរអញ្ចឹងគឺខ្ញុំថែរក្សាមីក្រូបល្អនៅក្នុងមាត់ដើម្បីកុំឲ្យមានមេរោគជាច្រើនដែលកំពុងតែយាយីជាពិសេសមេរោគនៅគល់អណ្ដាតមិនថាវាជាផ្សិតមិនថារលាកបំពង់កមិនថានៅជុំវិញថ្គាមទាល់មិនថាថ្គាមទាល់កប់គឺវាអាចប៉ះពាល់ដល់សុខភាពក្រពេញទីរ៉ូអ៊ីតទាំងអស់ហើយមួយទៀតគឺខ្ញុំថែធ្មេញហ្នឹងគឺខ្ញុំខ្លាចដល់ពេលធ្មេញវាពុកទៅត្រូវការធ្វើការប៉ះធ្មេញហើយបើពុកខ្លាំងពេកតើតែប៉ះជាមួយជាតិអាម៉ាហ្គាមហើយអាម៉ាហ្គាមហ្នឹងមិនមែនប៉ះតែក្រពេញទីរ៉ូអ៊ីតទេខួរក្បាលក៏ប៉ះថ្លើមក៏ប៉ះមានពេលខ្លះដល់ថ្នាក់កើតមហារីកក៏មាន
ចឹងបានខ្ញុំថែរក្សាសុខភាពមាត់ធ្មេញហ្នឹងជាខ្លាំងហើយផ្ដោតជាចម្បងជារៀងរាល់ថ្ងៃហ្នឹងក្រៅពីការសម្អាតមាត់ធ្មេញហ្នឹងគឺខ្ញុំហើយញ៉ាំថ្នាំឬក៏បៀមថ្នាំដែលមានមីក្រូបល្អដែលមានអ្នកការពារនៅក្នុងមាត់កុំឲ្យមីក្រូបអាក្រក់វាយាយី ចាអរគុណទៅតកតង D3 លោកស្រីវិជ្ជបណ្ឌិតញ៉ាំជារៀងរាល់ថ្ងៃឬក៏យ៉ាងម៉េចដែរ វីតាមីន D3 ជាទូទៅគឺជាវីតាមីនតតែដើរហាលថ្ងៃអញ្ចឹងព្រលឹមឡើងជាទូទៅគឺខ្ញុំតែងតែមើលពន្លឺព្រះអាទិត្យនៅពេលដែលព្រះអាទិត្យរះក្រហមរហូតដល់ព្រះអាទិត្យរះដល់ពណ៌លឿងបានខ្ញុំឈប់នៅក្រោមពន្លឺព្រះអាទិត្យ ចា ហើយពេលល្ងាចបើសិនជាមិនស្ទះចរាចរណ៍ខ្ញុំក៏អាចប៉ះពន្លឺព្រះអាទិត្យនៅពេលមុនព្រះអាទិត្យលិចដែរក៏ប៉ុន្តែហើយភាគច្រើនពួកខ្ញុំអាចនៅស្ទះចរាចរណ៍អញ្ចឹងព្រលឹមឡើងខ្លាចស្ទះហើយទៅវិញក៏ខ្លាចស្ទះអញ្ចឹងបើសិនជារយៈពេលវែងអត់បានហាលថ្ងៃគឺចាក់វីតាមីន D3 ឬក៏លេបវីតាមីន D3 ឬមួយក៏ចាក់ផុសលេបផង ចា ការពារវាពីព្រោះវីតាមីន D3 ហ្នឹងវាការពារប្រាជ្ញានិងស្មារតីការពារជំងឺមហារីកជំងឺឆាប់ភ្លេចជំងឺបេះដូងជំងឺកុំឲ្យពុកឆ្អឹងអីជាដើមចា៎ អរគុណជាចុងក្រោយនេះលោកស្រីវិជ្ជបណ្ឌិតមានអីបន្ថែម ជាកិច្ចចាំបាច់ដោយសារមនុស្សយើងកើតជំងឺក្រពេញទីរ៉ូអ៊ីតច្រើនពេក ចា ហើយបើមើលស្ថិតិពិភពលោកគឺឃើញថាក្នុងចំណោមមនុស្សដែលមានបញ្ហាក្រពេញទីរ៉ូអ៊ីតទាំងអស់គឺ 90% គឺដោយសារគាត់អត់ឆែកសុខភាពក្រពេញទីរ៉ូអ៊ីត ហើយអ្នកខ្លះឆែកមិនស៊ីជម្រៅឆែកតែរកតែក្រពេញតែឃើញអរម៉ូនគ្រប់តែអត់ឆែកអត់ដតៃទៀតអត់ឆែកអង្គទីកបំផ្លាញខ្លួនឯងអត់ឆែកគ្រឿងក្នុងទាំងមូលខ្លួនដែលជាអ្នកប្រើប្រាស់អរម៉ូនក្រពេញទីរ៉ូអ៊ីតទេចា៎អញ្ចឹងគួរតែឆែកហើយកុំឲ្យមើលរំលងសុខភាពក្រពេញទីរ៉ូអ៊ីតបើសិនជាឆែកសុខភាពគ្រាន់តែយើងឆែកថ្លើមយើងឆែកតម្រងនោមណាឆែកព្រូនសត្វល្អិតតេញ៉ាឆែកផ្សិតនៅក្នុងមាត់នៅក្នុងច្រមុះអីអញ្ចឹងក៏យើងការពារក្រពេញទីរ៉ូអ៊ីតបានហើយយើងមិនបានឆែកT3 T4មែនតែយើងឆែកអាកញ្ចប់ទូទៅរបស់យើងហ្នឹងគឺសុទ្ធតែជាកញ្ចប់ក្រពេញទីរ៉ូអ៊ីតអាចប្រើប្រាស់បានសម្រាប់ការពារក្រពេញទីរ៉ូអ៊ីតគឺនៅក្នុងកញ្ចប់ហ្នឹងមានការរលាកជាច្រើនដែលអាចប៉ះពាល់ដល់ក្រពេញទីរ៉ូអ៊ីតអញ្ចឹងយើងដោះស្រាយការរលាកហ្នឹងឲ្យអស់ទៅពេលហ្នឹងក្រពេញទីរ៉ូអ៊ីតរួចខ្លួនហើយអត់ទទួលរងសម្ពាធអាចនឹងថ្ងៃក្រោយឈឺទេ